បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទសៅវឿននៅក្នុងថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បងប្អូននៅក្នុងថ្ងៃនេះมันទៅណាឆ្ងាយអំពីការវិភាគតាក់ទងទៅលើតម្លៃហាងឆេងមាសនោះទេហើយខ្ញុំសូមទាញចំណាប់អារម្មណ៍បងប្អូនមួយតាក់ទងទៅលើ background ខាងក្រោយក្នុងខ្ញុំរដងខ្ញុំបានដាក់ជារូបហាងឆេងមាសបងប្អូនណាបាទរូបមាសដុំបាទមាសគីឡូហើយនៅក្នុងថ្ងៃនេះគឺខ្ញុំដាក់ថា BFX Capital តែម្ដងបាទចាំបងប្អូនចំពោះ BFX Capital គឺជាក្រុមហ៊ុនរបស់ខ្ញុំដែលយើងទើបតែបដូរឈ្មោះពី BIC Market មក BFX Capital តែម្ដងបាទអញ្ចឹងរាល់រចនាសម្ព័ន្ធរាល់ការជួញដូរអីគឺយើងរក្សានៅដដែលទេប៉ុន្តែយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរឈ្មោះណាបងប្អូនអញ្ចឹងបងប្អូនសូមកុំភ្លេចចូលមកធ្វើការ share ចូលមកធ្វើការតាមដានចូលមកធ្វើការចុច follow page ធម្មតាបានបងប្អូនណាបាទគឺมันមានអ្វីធ្វើការផ្លាស់ប្ដូរឲ្យខុសប្រក្រតីនោះគឺมันមានទេបាទភ្ញៀវគាត់អាចនៅតែធ្វើការជួញដូរហាងឆេងបានគាត់អាចនៅតែធ្វើការបើកគណនីជួញដូរហាងឆេងបានគាត់អាចនៅតែ top up ដើមទុនគាត់ចូលនៅក្នុងគណនីហាងឆេងរបស់គាត់បានគាត់អាចស្នើសុំដកប្រាក់ចំណេញបានជាធម្មតារាល់ថ្ងៃបងប្អូនណាបាទអញ្ចឹង BFA Capital គឺជាក្រុមហ៊ុនដែលធំមួយនៅក្នុងប្រទេសកម្ពុជាដែលជាក្រុមហ៊ុនឈ្មោះជើងសោឧបករណ៍ Nissan ទទួលស្គាល់ពីនាយកតកមូលបត្រកម្ពុជាក៏ដូចជាទទួលបានអាជ្ញាប័ណ្ណរកស៊ីស្របច្បាប់ពីខាងនាយកតកមូលបត្រកម្ពុជាផងដែរបងប្អូនអរគ្នានេះគឺជាក្រុមហ៊ុនមួយដែលមានភាពត្រឹមត្រូវនិងស្របច្បាប់នៅក្នុងប្រទេសកម្ពុជាមួយតាក់ទងទៅលើការប្រឹក្សាយោបល់ជូនទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងការជួញដូរតម្លៃហាងឆេងមាសជួញដូរតម្លៃហាងឆេងរូបិយប័ណ្ណល្បីធំអន្តរជាតិដូចជាលុយយេនលុយអឺរ៉ូលុយផោនលុយអូស្ត្រាលីដុល្លារលុយកាណាដាដុល្លារលុយស្វីសលុយអីជាដើមហ្នឹងបងប្អូនអាចធ្វើការជួញដូរបានបាទអញ្ចឹងមួយវិញទៀតក្រុមហ៊ុន BFX Capital នេះគឺយើងដំណើរការមកបើកដំណើរការនឹងគឺយូរមកហើយតាំងពីឆ្នាំ2018មកដល់ឆ្នាំ2025នេះគឺយូរមកហើយបងប្អូនបាទជិតទៅនឹង10ឆ្នាំហើយហើយបើសិនមកយើងរកស៊ីมันស្របច្បាប់ខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងលុយมันយូរអញ្ចឹងទេបងប្អូនប៉ុន្តែដោយសារតែយើងរកស៊ីស្របច្បាប់ហើយมันដែលមានបញ្ហាជាមួយនឹងអតិថិជនទើបយើងមានដំណើរការអាជីវកម្មរបស់យើងគឺយូរបែបនេះតែម្ដងបាទនេះគឺជាទំនុកចិត្តមួយបងប្អូនបាទនេះគឺជាទំនុកចិត្តមួយខ្ពស់មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បង្កើតគណនីជួញដូរហាងឆេងមាសហើយកំពុងតែស្វែងរកក្រុមហ៊ុនដែលផ្ដល់នៅទំនុកចិត្តខ្ពស់ខ្ញុំសូមណែនាំបាទមករកក្រុមហ៊ុន BFX Capital មកបងប្អូនបាទតាក់ទងមកខ្ញុំក៏បានតាក់ទងទៅ page ផ្លូវការរបស់ខាងក្រុមហ៊ុន BFX Capital ក៏បានឬរាល់បុគ្គលិកទាំងអស់របស់ខាងក្រុមហ៊ុន BFX Capital បងប្អូនអរគ្នាណាបាទបងប្អូនអាចតាក់ទងទៅពួកគាត់ទៅឬក៏មកខ្ញុំមកលើនេះក៏បានដែរបងប្អូនបាទហើយក្រុមហ៊ុនមានបុគ្គលិកដែលមានក្រុមសិលធម៌និងវិជ្ជាជីវៈសម្រាប់ជួយប្រឹក្សាយោបល់ជូនដល់បងប្អូនជាទីទុកចិត្តជាទីកក់ក្ដៅបាទកាលពីម្សិលមិញខ្ញុំជួបលោកពូម្នាក់គាត់អញ្ជើញមកពីខាងខេត្តបាត់ដំបងហើយគាត់មកក្រុមគាត់ខ្ទង់5នាក់គាត់កំពុងតែស្វែងរកក្រុមហ៊ុនដែលផ្ដល់ទំនុកចិត្តអញ្ចឹងខ្ញុំបានអញ្ជើញគាត់មកដល់ក្រុមហ៊ុន BFX Capital ទី1ខ្ញុំបាននាំគាត់មើលនៅក្នុងកន្លែងធ្វើការរបស់ពួកយើងទី2មើលអាជ្ញាប័ណ្ណទី3មើលអំពីរបាយការណ៍នៃការបើកគណនីជួញដូរឲ្យគាត់ពិនិត្យមើលអំពីឯកសារនៃការបើកគណនីជួញដូរហើយខ្ញុំបានបណ្ដុះបណ្ដាលឲ្យគាត់យល់ដឹងនៅក្នុងវិស័យហ្នឹងហើយខ្ញុំផ្ដល់ការសម្រេចចិត្តឲ្យគាត់នៅក្នុងការបើកគណនីជួញដូរគាត់ទទួលបានភាពកក់ក្ដៅខ្លាំងមែនទែនបងប្អូនបាទគាត់ទទួលបានភាពកក់ក្ដៅខ្លាំងមែនទែនហើយអ្វីដែលខ្ញុំប្រឹក្សាយោបល់ជូនគឺมันបង្ខំភ្ញៀវនោះទេបងប្អូនណាបាទมันបង្ខំអ្នកinvestor នោះទេទុកពេលឲ្យគាត់ធ្វើការសម្រេចចិត្តបាទមិនមែនជាថាបង្ខំត្រូវតែដាក់លុយត្រូវតែបើកគណនីជួញដូរបងប្អូនបាទអញ្ចឹងនេះគឺជាក្រុមសិលធម៌និងវិជ្ជាជីវៈមួយដែលខាង BFX Capital មានថ្នាក់ដឹកនាំរបស់យើងមានលោកស្រីប៊ុនសវណ្ឌីដែលជា CEO ខាងក្រុមហ៊ុនតែងតែធ្វើការបណ្ដុះបណ្ដាលរាល់បុគ្គលិកដូចជាខ្ញុំជាដើមឬក៏បុគ្គលិកផ្សេងជា
ជាច្រើនទៀតឲ្យមានក្រុមសិលធម៌នៅក្នុងការបណ្ដុះបណ្ដាលជូនទៅដល់អ្នក investor ប្រកបដោយក្រុមសិលធម៌និងវិជ្ជាជីវៈផងដែរបងប្អូនទាំងអស់គ្នាណាបាទចាំបងប្អូនឥឡូវយើងចូលមកមើលតម្លៃហាងឆេងមាសរបស់យើងបាទជាមួយនឹងខាងក្រុមហ៊ុន BFX Capital ដែលមានរូបខ្ញុំបាទសៅវិនតំណាងក្រុមហ៊ុនមកធ្វើការ live ដោយផ្ទាល់ជំនួសលោកគ្រូម៉ានប៉ាត្រីដែលសារតែនៅក្នុងថ្ងៃនេះគាត់មានរវល់ទៅតាមខេត្តបាទអញ្ចឹងខ្ញុំសូមមកបង្ហាញការវិភាគនឹងជំនួសគាត់តែម្ដងបាទបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះថ្ងៃចុងសប្តាហ៍ទៅហើយបាទហើយនៅក្នុងថ្ងៃនេះបងប្អូនមិនមានព័ត៌មានអ្វីដែលសំខាន់ទេបាទកាលពីថ្ងៃអង្គារខ្ញុំបានធ្វើការ live ជូនទៅដល់បងប្អូនដែរខ្ញុំថាថ្ងៃទី13 14ហ្នឹងគឺមានព័ត៌មានសំខាន់បងប្អូនបាទដូចជាព័ត៌មាន CPI Core CPI និង PPI ក៏ដូចជា Retail Sale ព័ត៌មានហ្នឹងគឺព័ត៌មានសំខាន់មែនតើប៉ុន្តែមកដល់ថ្ងៃម្សិលមិញថ្ងៃទី13និងថ្ងៃទី14តែម្ដងហ្នឹងគឺទិន្នន័យនឹងត្រូវបានលុបចេញពី website Forex Factory បាត់ទៅហើយបាទគឺអត់បានបង្ហាញជាពិសេសនៅក្នុងថ្ងៃទី13ហ្នឹងរកតែទិន្នន័យមួយគឺมันមានផងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកាលពីម្សិលមិញមួយថ្ងៃគឺមានកិច្ចប្រជុំមួយពីខាងសភាខាងសហរដ្ឋអាមេរិកតាក់ទងទៅលើការអនុម័តកញ្ចប់ថវិកាសាជាថ្មីហ្នឹងប៉ុន្តែបើសិនបើចេញមកផលវិជ្ជមានប្រហែលជាទិន្នន័យហ្នឹងគេនឹងបញ្ចេញទៅលើលទ្ធផលដែរបងប្អូនប៉ុន្តែដោយសារតែមើលទៅលទ្ធផលអវិជ្ជមានច្រើនទើបទិន្នន័យនឹងត្រូវបានលុបចេញបងប្អូនណាបាទត្រូវបានលុបចេញតែម្ដងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបងប្អូនរាល់ការជួញដូរហាងឆេងមាសរបស់យើងនៅតែមានឱកាសអញ្ចឹងបាទនៅតែមានឱកាសអញ្ចឹងមិញខ្ញុំបានបង្រៀនភ្ញៀវរបស់ខ្ញុំម្នាក់បាទខ្ញុំបង្រៀនគាត់រយៈពេលតាំងពីម៉ោង9ទៅចប់មិញបងប្អូនណាបាទចប់គាត់ហ្នឹងទើបខ្ញុំមក live ហ្នឹងតែម្ដងហើយខ្ញុំបានឲ្យគាត់បរៀនគាត់ចប់ហើយតាក់ទងទៅលើ technical ហ្នឹងបរៀនចប់ភ្លាមឲ្យគាត់ sell ភ្លាមដូចជានៅតម្លៃ 4200 គុតនៅខាងលើនេះឥឡូវបើយើងមើលពី 4200 គុតមក 4192 អញ្ចឹងមានន័យថាមួយឡតសាយមួយផ្លិតមិញហ្នឹងចំណេញបានខ្ទង់$800បាត់ហើយបាទ$800បើគាត់ចូល sell ត្រឹមតែ 0.10 ក៏ចំណេញបាន$80ដែរបាទបើគាត់ចូល sell តែ 0.01 ក៏ចំណេញបាន$8ដែរបាទអញ្ចឹងមានន័យថាមួយផ្លិតគឺទទួលបានផលចំណេញបង្រៀនភ្លាមភ្ញៀវគាត់ចូលទីផ្សារតាមការវិភាគភ្លាមចំណេញភ្លាមតែម្ដងបាទគឺល្អខ្លាំងមែនទែនហើយម្សិលមិញបងប្អូនបាទម្សិលមិញខ្ញុំធ្វើការវិភាគដែរខ្ញុំឲ្យ sale បាទ waiting sale នេះនៅ4250បងប្អូនណាបាទ waiting sale នៅ4250ប៉ុន្តែយប់មិញបាទយប់មិញខ្ញុំនៅដល់ម៉ោង3រៀបភ្លឺបងប្អូនអរគ្នាបាទតាមដានហាងឆេងមាសជក់មែនទែនគឺហាងឆេងមាសកាលពីយប់មិញហ្នឹងគឺឡើងត្រឹមតែ4245ទេបាទ4245អញ្ចឹងវាខ្វះ5លេខទៀតទើបវាឡើងមកប៉ះ4250តម្លៃដែលខ្ញុំឲ្យរឿងចាំ sale ប៉ុន្តែនៅខ្វះ5លេខទៀតហើយក៏វាមិនឡើងមិនដល់ហើយក៏មានការធ្លាក់ថ្លៃបាទធ្លាក់ថ្លៃម៉ោងរៀបភ្លឺហ្នឹងបាទចិត្តភ្លឺម៉ោងបិទផ្សារហ្នឹងគឺធ្លាក់ថ្លៃរហូតមកដល់4145បាទ4145អញ្ចឹង4145ពី4245មក4145ធ្លាក់100លេខបាទធ្លាក់100លេខពេញបងប្អូនបើសិនបើយើងបាន sale បាទ take resale កុំទៅដល់តម្លៃខ្ញុំពេកហើយយើងបាន sale មួយឡតសាយទេតែប្រហែលម៉ោងហ្នឹងគឺចំណេញបាន$10000បាទដាក់$10000ចូល sale មួយឡតគឺចំណេញបាន$10000វិញបងប្អូនអរគ្នាណាបាទគឺសាហាវខ្លាំងមែនទែនគឺមានឱកាសចំណេញខ្លាំងមែនទែនតាក់ទងជាមួយនឹងទីផ្សារហាងឆេងមាសបាទអញ្ចឹងទោះថាតើយើងទៅរើស៊ីអ្វីដែលស្របច្បាប់ហើយទទួលស្គាល់ពីនយត្តករមូលបត្រកម្ពុជាហើយយើងមកធ្វើការវិនិយោគទុនដាក់ដើមទុន$10000ជួញដូរតែប្រហែលម៉ោងទេដែលអាចស្វែងរកប្រាក់ចំណេញបាន$10000មានតែនៅក្នុងវិស័យហាងឆេងនេះទេបងប្អូនបាទខុសអំពីវិស័យហាងឆេងនេះខ្ញុំមិនដឹងថាទៅរកស៊ីមុខរបរអីដែលដាក់ដើមទុន$10000ទៅជួញដូរឬក៏យកវាទៅបង្កើតអាជីវកម្មរកស៊ីតែប្រហែលម៉ោងក្រោយមកឲ្យចំណេញបាន$10000វិញដូចទៅនឹងការប្រែប្រួលនៃហាងឆេងនេះខ្ញុំមើលទៅគឺមិនងាយទេបងប្អូនណាបាទគឺមិនងាយទេមានតែការជួញដូរហាងឆេងមាសតាមប្រព័ន្ធធនាគារនេះទេដែលចំណេញច្រើនទោះបីជាមាសគីឡូខាងក្រៅក៏មិនមានឱកាសជួញដូរដែរដោយសារហេតុអីយុគមិញមាសវាឡើងទៅដល់4245នេះគឺនៅក្នុងអំឡុងម៉ោងខ្ទង់ម៉ោង11 12យប់ទៅហើយបាទម៉ោង11 12យប់ពាក់កណ្ដាលអាធ្រាត្រទៅហើយអញ្ចឹងទោះបីជាបងប្អូនចង់យកមាសទៅលក់ក៏លក់មិនបានដែរបាទមានពីណាគេបើកផ្សារបើកតូបដើម្បីរងចាំទទួលទិញមាសពីយើងដែលយើងយកមាសទៅលក់នោះទេបងប្អូនណាបាទប៉ុន្តែនៅក្នុងការកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារនេះគឺ
អត់ខ្វល់ទេបងប្អូនគ្រាន់តែអញ្ជើញមកបើកគណនីជួញដូរជាមួយនឹងខាងក្រុមហ៊ុន BFX Capital ទៅបន្ទាប់ពីបងប្អូនមានគណនីជួញដូរជាមួយនឹងខាងក្រុមហ៊ុនហើយបងប្អូនអាច deposit ដើមទុនរបស់បងប្អូនចូលទៅក្នុងគណនីជួញដូរបងប្អូនអាចចាប់ផ្ដើមជួញដូរបានបាទប៉ុន្តែមុននឹងចាប់ផ្ដើមធ្វើការជួញដូរខ្ញុំសូមបណ្ដុះបណ្ដាលបងប្អូនឲ្យយល់ដឹងអំពីរបៀបនៃការកក់ហាងឆេងរបៀបនៃការវិភាគរបៀបនៃការកាត់យកប្រាក់ចំណេញរបៀបនៃការកំណត់នឹងហានិភ័យល្អហើយបងប្អូនយើងជួញដូរហើយយើងវិនិយោគហើយយើងមានយុទ្ធសាស្ត្រនៃការកំណត់នឹងហានិភ័យតែងតែមានហើយរើស៊ីអ្វីក៏មានហានិភ័យដែរប៉ុន្តែសួរថាតើហានិភ័យនោះយើងអាចប្រើយុទ្ធសាស្ត្រប្រើវិធីអាចទៅកំណត់វាបានអត់ទីផ្សារខាងក្រៅបាទតែបើទីផ្សារនេះគឺយើងបានបាទបងប្អូនចង់កំណត់ហានិភ័យដោយយុទ្ធសាស្ត្របែបណាក៏បាននៅក្នុងវិស័យហ្នឹងគឺបើបងប្អូនមិនទាន់ចេះបងប្អូនប្រហែលជាលំបាកតែបើសម្រាប់ខ្ញុំចេះខ្ញុំថាខ្ញុំស្រួលបាទខ្ញុំថាខ្ញុំស្រួលបាទអញ្ចឹងមិញមានអតិជនដែលគាត់មករៀនគឺខ្ញុំរៀនគាត់ច្រើនបងប្អូនតើតើទៅលើ technical fundamental ជាដើមហើយបើសិនបើបងប្អូនទាំងអស់ចង់អញ្ជើញមករៀនក៏បានដែរប៉ុន្តែសួរថាចំពោះការបង្រៀនរបស់ខ្ញុំហ្នឹងខ្ញុំឆាចលុយអត់ចំពោះមេរៀនហ្នឹងខ្ញុំធ្លាប់បរៀនគេនៅកោះពេជ្រត្រឹមតែ2ម៉ោងទេខ្ញុំឆាច$100បាទ2ម៉ោង$100មានអ្នកចូលរៀនហ្នឹងច្រើនដែរកាលនោះក្នុង30នាក់ដែរប៉ុន្តែឥឡូវនេះខ្ញុំសូមផ្ដល់លក្ខខណ្ឌតែមួយឯងហើយខ្ញុំអត់ឆាចលុយឯងទី1បងប្អូនមកបង្កើតគណនីកក់ហាងឆេងមាសជាមួយនឹងខាងក្រុមហ៊ុន BFX Capital មកបាទតាក់ទងមកខ្ញុំឥឡូវមកបើគណនីកក់ហាងឆេងមាសជាមួយនឹងខាងក្រុមហ៊ុន BFX Capital ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សនៅជាន់ទី2នៃធនាគារ iBank តែម្ដងបាទនៅជាន់ទី2នៃធនាគារ iBank នៅជាប់នឹងក្រុមហ៊ុន Smart បងប្អូនអញ្ជើញមកពីស្ពានអាកាសច្បារអំពៅតាមបណ្ដោយផ្លូវព្រះមុនីវង្សហ្នឹងមកប្រហែលជាខ្ទង់500ម៉ែត្រឃើញក្រុមហ៊ុន Smart មួយនៅខាងស្នាមដៃហ្នឹងគឺនៅជាប់ Smart មានធនាគារ iBank ពួកខ្ញុំនៅជាន់ទី2នឹងតែម្ដងគឺក្រុមហ៊ុន BFX Capital បងប្អូនអរគ្នាបាទណាបាទបងប្អូនអញ្ជើញរកតាមទីតាំងមកបងប្អូននឹងឃើញ location របស់ពួកខ្ញុំហើយបាទអញ្ចឹងបងប្អូនចេញមកបងប្អូនបង្កើតគណនីជាមួយខាងក្រុមហ៊ុនខ្ញុំបន្តមករាល់ការបណ្ដុះបណ្ដាលគឺខ្ញុំផ្ដល់ដោយឥតគិតថ្លៃហើយសំបីតែចូលនៅក្នុង group signal VIP របស់ខ្ញុំដែលខ្ញុំបោះ signal ម្សិលមិញអីម្សិលមួយថ្ងៃអីមួយឡតសាយសិតមានអាកាសចំណេញខ្ទង់2000ជាង3000ពេលខ្លះដល់10000អីក៏មានបងប្អូន signal ខ្ញុំបាទពេលខ្លះដល់10000អីក៏មានដែររាល់ការបោះ signal រាល់ការចូល group signal រាល់ការចូល group ហាងឆេងមាសគីឡូគឺมันបានគិតសេវាប្រចាំខែទេមានបងប្អូនខ្លះគាត់សួរថាលោកគ្រូខ្ញុំសូមចូល group បានអត់ឲ្យឆាចប្រហែលដែរខ្ញុំថាអត់ឆាចទេបងអត់ឆាចទេបាទអត់ឆាចទេអញ្ចឹងរាល់ការចូល group អីផ្សេងគឺខ្ញុំអនុញ្ញាតឲ្យបងប្អូនចូល group អនុញ្ញាតឲ្យធ្វើការ trade តាមខ្ញុំក៏បានដែរតាក់ទងទៅលើ signal ទាំងអស់ហ្នឹងបងប្អូនណាបាទប៉ុន្តែវាជាសិទ្ធិនៃការសម្រេចចិត្តរបស់បងប្អូនដែរណាបាទអញ្ចឹងចំពោះតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះខ្ញុំឃើញអំពីទិសដៅនិងឱកាសនៃការជួញដូរប្រចាំថ្ងៃហើយខ្ញុំនឹងធ្វើការវិភាគតម្លៃហាងឆេងមាសនៅក្នុងសប្តាហ៍បន្ទាប់ថាតើតម្លៃហាងឆេងមាសបើសិនបិទនៅក្នុងតម្លៃសប្តាហ៍ហ្នឹងនៅក្នុងម៉ោង5រៀបភ្លឺនៅក្នុងព្រឹកនេះបើសិនមកវាបិទនៅក្នុងតម្លៃណាហើយសប្តាហ៍ក្រោយវាអាចនឹងប្រែប្រួលទៅដល់តម្លៃណាបងប្អូនសូមតាមដានទាំងអស់គ្នាហើយសូមមេត្តាចុច share មួយផងបងប្អូនណាបាទ share មួយព្រោះនេះគឺជាព័ត៌មានដ៏សំខាន់សម្រាប់បងប្អូនយកទៅវិនិយោគហាងឆេងមាសឬក៏មាសគីឡូទីផ្សារខាងក្រៅដើម្បីស្វែងរកនូវផលចំណេញផងដែរបាទអញ្ចឹងចំពោះអ្វីដែលខ្ញុំបង្ហាញម្សិលមិញគឺខ្ញុំសូមលុបចោលទៅដោយសារតែវាបានខ្វះ5លេខទៀតទើបវាឡើងទៅដល់តម្លៃខ្ញុំដែលខ្ញុំឲ្យ sell ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបងប្អូនដែលធ្លាប់មានទំនុកចិត្តលើខ្ញុំ follow ទៅតាមអ្វីដែលខ្ញុំបានវិភាគថា sell ហ្នឹងគឺបងប្អូននៅតែចំណេញអញ្ចឹងបាទអញ្ចឹងចំពោះតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺខ្ញុំផ្ដល់ជូនជាចំណុចធ្វើការជួញដូរ support និង resistance តែម្ដងបាទអញ្ចឹងយកមិញវាបានធ្លាក់100លេខបងប្អូនណាបាទយកមិញវាបានធ្លាក់100លេខអញ្ចឹងជាតម្លៃមួយដែលធំគួរសមផងដែរហើយហាងឆេងមាសនៅក្នុងថ្ងៃទី14ចុងសប្តាហ៍នេះថ្ងៃសុក្រនេះខ្ញុំគិតថាវាមិនទៅណាឆ្ងាយនោះទេបាទវាមិនប្រែប្រួលទៅណាឆ្ងាយនោះទេអញ្ចឹងចន្លោះនៃការប្រែប្រួលនៅក្នុងថ្ងៃសុក្រទី14ចុងសប្តាហ៍នេះតម្លៃហាងឆេងមាសវានឹងមានការប្រែប្រួលចន្លោះពីតម្លៃប្រមាណ4143ទៅ4244អញ្ចឹង100លេខបាទ100លេខ
chẳng ở cái này ca chuyên đấu bông ôn rương trăm bài và tha trong có hàng trình meeting lá rương trăm bài nó buôn pon mà rồi sai bay mà bà khang còng nè bà tại bùa rương trăm sale rương trăm nó khang lư bên buôn pon pi rồi sai buôn bà bông ôn rương trăm sale nó khang lư này bà muốn đi phân tích đồng lại nắng nhưng ban chìm điệp chun tao nhiều đã còn chơi màu riêng này có xu thả cho nó kêu là lư sale bàn nọt chúng ta lư sale bàn bông chơi sale cầm nọt đấy bà xôn chơi xôn mui được cô xôn chơi đau được cô mà lọt đấy bà và tại lư cái bông tại tôi ban nó phò trong nhanh bằng bốn ban nhưng mọi quạt sale nữ buôn pon pi rồi cốt này hàng lư này tem đó là lư biết sẽ cho đó buôn pon mà rồi bàn bảy bàn chân chìm nhanh tràn cù xóm này bằng bốn bà chụp hình tràn cù xóm này còn tay số ta nơi sale bàn thì đó đầm lại nữa đầm lại đã gặp cũng là cho đó buôn pon mà rồi bàn bốn năng và sân ba bông pon trong sale đầm lại ba cho bọn ní cô bông pon nơi tại sale bàn chẳng nhưng mưa tới tầm rong này cả prai pro ní nơi tại sale bàn chẳng được sao tầm mía vì prai pro này không ngày trong sập rán đấy nhưng cái tha vì prai pro cho nó học vậy đặt nhưng bàn vừa ca chụp điệp chu nó pi buôn pon mà rồi xài bấy từ buôn pon pi rồi xài bốn năng ba mà rồi lấy năng chẳng số tha tầm lại ba cho bọn dương cua rừng chám và sân ba rừng chám ví dụ bông pon bảo rừng chám chiên châu là mong ở rốt mình tiếng dương mình ban chuyên đâu không biết nắng à sân ba dương rừng chám ở vì cho đó nè mà vì ai cũng đo mong ẩm rích như cô anh nhận tất cả các bạn vì ai đó có tha bàn này chẳng ví dụ đây bông pon ở pro lia dụ được không cả rừng chám á chẳng nhưng mình chọn ai bông pon rừng chám thế bông pon trong sale nào của bạn này bà trong sale nào của bạn buôn pon rồi bạn bảy năng bà đã stop loss nơi hàng lừa nè bà nơi buôn pon pi rồi đọc buôn bà buôn pon pi rồi đọc buôn tới thì take profit mà chấm pu take profit bông pon đã nơi buôn pon pi rồi đọc buôn pon mà rồi chặt pi rồi có đặt nơi chấm nói hàng còng này của bạn này buôn pon mà rồi xài bảy năng bà nâng tẹt tương chấm môi nâng ở đồng lại hàng chính mía bà chắc là lấy nhom xôm thưa ca đi cầm mình chun bông pon bẩn tích bông pon bà tìm muối nhom ôi sờ náo bà sờ náo cứ nấu buôn pon mà rồi bẹt và muối bà nâng sờ náo buôn pon sờ ban ở đây tê tầm lại nâng bà buôn pon mà rồi bẹt và muối stop loss tới cà phê bông pon bà hay chấm pu stop loss ní nhưng cái tha bông pon snap tới ba chỉ riêng sắm anh đã stop loss không cơ stop loss anh chẳng á bàn tay nhưng cái tha stop loss ní sân ba bông pon châu mơ ban riêng sâu cho mùi nâng nhóm những cái tha bông pon lên cái thả bia chỉ riêng sắm anh bia chỉ riêng muối chia chấm nốt muối đa sòng khánh hỏi có chia chấm nốt pro dột sạc phòng này bà đôi chia bị thả sell hai bài lâu rồi có support resistance đấy bông pon đạp mưa tới pha chia đôi chia sắm máy support resistance chuyển đổi tăng support resistance sell hai bài lâu bông pon đã thọp chạy class đạp hết vì đôi chia sắm anh nghề đạn nghề cầm nọt anh chẳng bà bàn tay nhưng cái thả sân ba bông pon bàn châu riêng cho mỗi nhóm bông pon lên cái thả vi sắm máy này cái thả vi chỉ riêng mười tầm khánh háo chạy pro dột sát nơi không cả prao vía bằng cả nơi các chấm đánh bàn chả thì phong bông pon bàនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនអញ្ចឹងបើសិនបើបងប្អូនចង់សិក្សាស្វែងយល់ពីវាសូមតាក់ទងមកខ្ញុំឥឡូវដែលមានលេខទូរស័ព្ទដែលមាននៅក្នុង caption ខាងលើដែលមានលេខ010 36 0088បងប្អូនណាបាទអញ្ចឹងចំពោះ SL បាទខ្ញុំដាក់នៅ 4000 បាទខ្ញុំដាក់នៅ 4214 ខាងលើនេះតែម្ដងបងប្អូនណាបាទហើយចំពោះ take profit ខ្ញុំដាក់នៅ 4143 បាទខ្ញុំដាក់នៅបាតខាងក្រោមតែម្ដងបងប្អូនណាបាទនឹងចំពោះការជួញដូរនៅក្នុងឥឡូវហ្នឹងបងប្អូនអាចជួញដូរបានគីឡូរងចាំទៅវាយូរវិញអញ្ចឹងបងប្អូនដោយសារតម្លៃហាងចេញវាចន្លោះពី4143ទៅ4244ហ្នឹងវា100លេខបាទ101លេខព្រោះយើងមើលទៅអស់មែនតើបាទអញ្ចឹងឥឡូវខ្ញុំសូមផ្ដល់ជូនចំណុចទី1 sell now ហើយចំណុចទី2គឺរងចាំ buy បាទរងចាំ buy ខ្ញុំដាក់ថា waiting buy បាទ waiting buy នៅ4114បាទ4114បាទនៅខាងក្រោមចំណុច take profit នឹងឯងបាទនៅជាមួយនឹងតម្លៃ take profit នឹងបងប្អូនបាទ TP នេះបាទបាទអញ្ចឹងចុះមកប៉ះ take profit ចំណុច take profit បានបាយឡើងទៅលើវិញបងប្អូនបានបាយឡើងទៅលើម្ដងទៀតបាទអញ្ចឹងមានន័យថាល្អខ្លាំងដែរប៉ះ take profit ហើយក៏លោកបងប្អូនដឹងថាគូចូលទិញចូលលក់អីអញ្ចឹងបងប្អូនបាទក៏លោកបងប្អូនដឹងថាមិនដឹងថាចូលទិញឬក៏ចូលលក់នៅក្នុងចំណុច take profit ហ្នឹងអញ្ចឹងបងប្អូនមើលទៅលើការវិភាគរបស់ខ្ញុំហើយបងប្អូននឹងដឹងហើយថាឥឡូវចុះមកប៉ះ take profit ហើយ
អញ្ចឹងចំណុច take profit ហ្នឹងគឺបាយឡើងទៅលើវិញបាទសំទោសមិញថា4114 4143បាទ4143ហ្នឹងហើយអញ្ចឹងគឺល្អខ្លាំងមែនតើបងប្អូនបាទជំរាបសួរបងរិទ្ធកំពង់ធំបងជំរាបសួរបងថាមាសគួរទិញបានអត់បន្តិចទៀតខ្ញុំនឹងធ្វើការវិភាគជូនបងថាតើគួរទិញបានអត់នៅក្នុងថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍ស្អែកនៅមាសគីឡូបាទតែបើហាងឆេងមាសយើងនេះចំណុចបច្ចុប្បន្នបង sell សិនទៅតែ take profit នៅ4143ហើយចំណុច take profit នោះទៀតសោតគឺបាយឡើងទៅលើវិញបានបាទនឹងចំពោះហាងឆេងដែលខ្ញុំកំពុងវិភាគបងហើយមួយទៀតចំពោះរងចាំ sell ខ្ញុំដាក់ថា waiting sell ដូចគ្នានៅ4244បាទ4244បាទអញ្ចឹងគឺ100លេខហើយបាទពី4143ទៅ4244បាទមួយ waiting sell មួយ waiting buy បងប្អូនបាទសូមមើលតន់បាទនេះគឺជាចំណុចជួញដូរហើយមាសអាចឡើងទៅវិញអត់បងមាសអាចបងមាសអាចឡើងទៅវិញខ្លាំងណាស់ប៉ុន្តែបន្តិចទៀតបងចាំនៅរងចាំមើលការវិភាគបន្តិចទៀតខ្ញុំនឹងធ្វើការវិភាគជូនបងថាតើមាសអាចនឹងឡើងដល់កម្រិតណាដែរអញ្ចឹងណាបងបាទប៉ុន្តែឥឡូវខ្ញុំសូមវិភាគ signal សិនបាទអញ្ចឹងមិនថានៅក្នុងម៉ោងអឺរ៉ុបឬក៏ម៉ោងអាមេរិកយប់នឹងបើកចាប់ពីម៉ោង7យប់នេះទៅទេបើសិនមាសនឹងវាបន្តធ្លាក់ចុះពីតម្លៃបច្ចុប្បន្នមកដល់តម្លៃខាងក្រោមនេះ4143អញ្ចឹងតម្លៃ sell now បច្ចុប្បន្នបងប្អូនបានប៉ះ take profit ហើយបាទបងប្អូនចំណេញបានខ្ទង់$4300នៅក្នុងមួយឡូតសាយដែរចំណេញច្រើនបងប្អូនបាទ$4300នៅក្នុងមួយឡូតសាយបងប្អូនបើចង់ចូលមួយឡូតបានប្រើដើមទុនត្រឹមតែ10000នេះហ្នឹងបងប្អូនចូលមួយឡូតបានហើយអាកាសចំណេញគឺ$4300ហើយប្រើពេលវេលាមិនយូរបងប្អូនដូចខ្ញុំជម្រាបជូនមិញអញ្ចឹងណាបាទត្រឹមតា6 7ម៉ោង2 3ម៉ោងឬក៏1ម៉ោង2ម៉ោងអីតម្រូវទីផ្សារប្រែប្រួលចុះខ្លាំងគឺយើងទទួលបានអាកាសកាត់យកប្រាក់ចំណេញ$4300នឹងតែម្ដងបាទអញ្ចឹងនៅក្នុង4143ដែលជាចំណុច take profit នេះបើសិនបើទីផ្សារចុះមកដល់បងប្អូនបាយឡើងទៅលើវិញបានបាយមួយឡតទៀតកំណត់ឡតសាយមួយឡតទៀតបាយទៀតបើសិនបើវាឡើងមកប៉ះតែតម្លៃ4186វិញយើងចំណេញបាន$4300លើកទី2សរុបទៅចំណេញបាន8600បាត់ហើយ2ដងហ្នឹងបាទ2ដងហ្នឹងគឺ8600នឹងអាកាសជួញដូរនៅក្នុងថ្ងៃហ្នឹងបាទប៉ុន្តែបើសិនបើវាចុះមកហើយយើងទទួលបានផលចំណេញឲ្យបងប្អូនអត់បានបាយប៉ុន្តែវាត្រឡប់ឡើងនេះមកប៉ះ4244បាទ4244នេះក៏បងប្អូនអាចធ្វើការកក់លក់វិញបានដែរបាទកក់មួយឡតសាយស្មើនឹង100អោនឬក៏3គីឡូមាសហ្នឹងបងប្អូន sell ទៅប៉ុន្តែខ្ញុំមើលទៅភាគរយច្រើនមាសមកប៉ះតម្លៃខាងក្រោមជាងបាទទំនោរនេះគឺមាសអាចនឹងមានឱកាសចុះមកប៉ះ4143ច្រើនជាងទៅ4244នៅក្នុងឥឡូវហ្នឹងបងប្អូនណាបាទនៅក្នុងឥឡូវហ្នឹងបាទពេលខ្លះវាមកប៉ះក្នុងអំឡុងពេលណាមួយអញ្ចឹងទៅមកប៉ះ4143ហើយស្រាប់តែឡើងមកវិញមករកតម្លៃ4244នៅក្នុងម៉ោងអាមេរិកជប់នេះវិញក៏ថាបានដែរអញ្ចឹងវាជាឱកាសនៃការជួញដូរអញ្ចឹងនៅក្នុងថ្ងៃនេះថ្ងៃចុងសប្តាហ៍ចំពោះឱកាសនៃការជួញដូរមាន3ទី1គឺ sell now ទី2រងចាំបាយនៅ4143និងរងចាំ sell នៅ4244នេះគឺជាចំណុចធ្វើការជួញដូរនៅក្នុងថ្ងៃនេះតែម្ដងបងប្អូនអរគ្នាបាទចំពោះការវិភាគបាទអញ្ចឹងឥឡូវខ្ញុំចូលទៅមើលការវិភាគថាតើមាសគួរទិញបានអត់ឬក៏ឡើងទៅលើវិញអត់តាមរយៈបងរឹតនៅកំពង់ធំក៏សួរបងបាទអញ្ចឹងបងមាសនៅក្នុងថ្ងៃហ្នឹងចុងសប្តាហ៍ហ្នឹងយើងចាំមើលម៉ោង5ព្រឹកហ្នឹងថាតើមាសវាបិទនៅក្នុងតម្លៃណាប្រចាំសប្តាហ៍ហើយចំពោះទម្រង់មាសនេះបងបាទទម្រង់មាសនេះបើសិនវាបិទប្រចាំសប្តាហ៍ហ្នឹងនៅក្នុងតម្លៃខ្ទង់ប្រមាណ4225ទៅ4230នៅខាងលើនេះអញ្ចឹងសប្តាហ៍ក្រោយមាសភាគរយច្រើនណាបើខ្ញុំមើលទៅកងថា80ទៅ90%មាសមានសន្ទុះងើបឡើងខ្លាំងបើសិនវាបិទនៅម៉ោង5ព្រឹកនេះតែម្ដងបាទអញ្ចឹងវានឹងមានសន្ទុះងើបឡើងខ្លាំងនៅសប្តាហ៍ក្រោយអញ្ចឹងវាគឺជាចំណុចមួយដែលបងប្អូនកំពុងតែរងចាំមើលបើសិនមកវិបត្តិមែនថ្ងៃសៅរ៍នេះបងប្អូនជើងទិញមាសទៅបាទទិញមាសគីឡូទិញជាគ្រឿងអលង្ការអីដើម្បីស្វែងរកនៅឱកាសចំណេញណាបងប្អូនណាបាទបើសិនមកវាបិទនៅត្រឹមតែ4220 4230ឬក៏បើសិនមកវាឡើងមកបិទនៅ4240នេះកាន់តែល្អទៀតបាទ4240នេះបាទវាកាន់តែល្អទៀតតែម្ដងវាកាន់តែជំរុញឲ្យតម្លៃហាងឆេងមាសមានការឡើងថ្លៃ
នៅសប្តាហ៍ក្រោយឡើងទៅលើទៀតហើយអ្វីដែលវាឡើងទៅលើថាតើវាឡើងទៅដល់ចំណុចណាចំពោះខ្ញុំមើលទៅបើសិនមកវាបិទនៅក្នុងតម្លៃ 4220 4230 4240 មែន44នេះមែនតម្លៃហាងឆេងមាសនៅក្នុងសប្តាហ៍ក្រោយមួយសប្តាហ៍ពេញតែម្ដងចំណុចទី1ដែលវាឡើងទៅដល់គឺ $4,378 នៅក្នុងមួយអោនបើគិតជាតម្លឹងស្មើនឹងតម្លៃប្រមាណ $5,300 នៅក្នុងមួយតម្លឹងមាសវិញ $5,300 នៅក្នុងមួយតម្លឹងមាសវិញនឹងបើគិតជាតម្លឹងបងប្អូនបាទនឹងចំណុចទី1ចំណុចទី2វាអាចនឹងឡើងមករកតម្លៃប្រមាណបាទ$4,400 នៅក្នុងមួយអោនបើគិតជាតម្លៃបើគិតជាតម្លឹងស្មើនឹងខ្ទង់ប្រមាណ$5,500 ទៅ$5,600 នៅក្នុងមួយតម្លឹងមាសក៏ថាបានដែរនឹងចំណុចទី2ដែលវានឹងឡើងទៅដល់អញ្ចឹងអ្វីដែលខ្ញុំវិភាគជូនបងប្អូនយើងចាំមើលតម្លៃដែលវាបិទប្រចាំសប្តាហ៍ទៅបាទបើសិនបើនៅក្នុងព្រឹកហ្នឹងវាបិទនៅក្នុងតម្លៃដែលខ្ញុំបានជម្រាបជូនមិញហ្នឹងអញ្ចឹងសប្តាហ៍ក្រោយទៅមាសនឹងមានសន្ទុះងើបឡើងខ្លាំងបាទអញ្ចឹងបើសិនបើខ្ញុំវិភាគទៅប្រហែលជាអាជីវករលក់មាសគាត់ចាំមើលដែរបើសិនបើបិទនៅ4220 4230 4240ដែលគាត់មាន platform មើលដែរហ្នឹងគាត់អាចនឹងលក់មាសរៀងតម្លើងថ្លៃហើយជាងនឹងបន្តិចទៀតគាត់ថាបានដែរគាត់ការពារដែរអញ្ចឹងបងប្អូនបាទនឹងបើសិនបើគាត់មើលឃើញការវិភាគរបស់ខ្ញុំណាបាទប៉ុន្តែបើសិនបើគាត់លក់ធម្មតាទេអាហ្នឹងបងប្អូនទៅទិញទៅអាហ្នឹងភាគរយច្រើនក៏ចំណេញដែរហើយតម្លៃហាងឆេងមាសនេះទៀតសោតបងប្អូនអ្វីដែលសំខាន់ដូចខ្ញុំជំរាបជូនកន្លងមកទី1ខ្ញុំវិភាគទៅលើ technical ខ្ញុំបានវិភាគជូនដល់បងប្អូនហើយដោយសារតែវាមានកូន Doji confirm មួយនៅក្នុងប្រចាំសប្តាហ៍ហ្នឹងបាទវាចេញ Doji confirm មួយគឺ strong ខ្លាំងមែនតើបាទអញ្ចឹងអាកូន Doji ហ្នឹងហើយវាជំរុញឲ្យហាងឆេងមាសមានការឡើងថ្លៃគូផ្សំជាមួយនឹងទម្រង់មាសកំពុងតែ strong uptrend ខ្លាំងមែនតើហ្នឹងបាទនឹងរឿង technical រឿងទី2តើតើលើ fundamental ដូចខ្ញុំជំរាបជូនកន្លងមកអញ្ចឹងបងប្អូនបាទតើតើទៅលើរុស្ស៊ីអ៊ុយក្រែនហ្នឹងក៏កំពុងតែក្តៅដែររាល់ថ្ងៃហ្នឹងបាទអញ្ចឹងហើយចំណុចនេះវាជាចំណុចមួយដែលរសើបដែលជំរុញឲ្យហាងឆេងមាសមានការឡើងថ្លៃហើយចំណុចទី2តើតើទៅលើសេដ្ឋកិច្ចអន្តរជាតិបាទដូចជាខាងសហរដ្ឋអាមេរិកខាងចិនខាងអីនេះក៏មិនទាន់មានភាពនឹងនៅអីប្រហែលដែរទៅលើសេដ្ឋកិច្ចរបស់គូនកន្លងមកដូច្នេះហើយវានៅតែជំរុញឲ្យហាងឆេងមាសមានការឡើងថ្លៃអញ្ចឹងបាទនឹងខ្ញុំសរុបខ្លីៗជូនដល់បងប្អូនអញ្ចឹងបងប្អូននៅក្នុងការវិភាគតម្លៃហាងឆេងមាសនៅក្នុងម៉ោង12កន្លះនេះគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបងប្អូនណាបាទហើយមួយវិញទៀតបើសិនមកបងប្អូនមានអ្វីជាចម្ងល់ឆ្ងល់បងប្អូនបាទបងប្អូនអាច call មកខ្ញុំក៏បានឬក៏ add Telegram របស់ខ្ញុំក៏បានតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុង caption ខាងលើហ្នឹងមានលេខ010 360088បាទបងប្អូន save Telegram មកក៏បានដែរដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមឬក៏ចង់សិក្សាស្វែងយល់អំពីរបៀបនៃការកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារហ្នឹងរកស៊ីជួញដូរមាសហ្នឹងជាមួយតាមរយៈនឹងខាងក្រុមហ៊ុន BFX Capital បងប្អូនណាបាទអញ្ចឹងបងប្អូនកុំឃើញការ live កន្លងមកនៅក្រុមហ៊ុនណាក្រុមហ៊ុនណាអត់ស្គាល់អត់អីអញ្ចឹងបាទឬក៏ចង់វិនិយោគដែរប៉ុន្តែដូចខ្ញុំជំរាបជូនអញ្ចឹងចង់បានក្រុមហ៊ុនមួយដែលផ្ដល់ទំនុកចិត្តខ្ពស់តាក់ទងទៅលើការដកដាក់លុយតាក់ទងទៅលើការប្រឹក្សាយោបល់ដើម្បីស្វែងរកនូវផលចំណេញចង់បានអំពីការបង្រៀនអីផ្សេងៗហ្នឹងបាទសូមតាក់ទងមកក្រុមហ៊ុន BFX Capital តែម្ដងបាទដែលជាក្រុមហ៊ុនដំណើរការមកយូរហើយមានបុគ្គលិកមានចំណេះដឹងនិងប្រកបទៅដោយក្រុមសិលធម៌និងវិជ្ជាជីវៈសម្រាប់ជួយប្រឹក្សាយោបល់ជូនទៅដល់បងប្អូនទាំងអស់គ្នាក្នុងការចង់បង្កើតគណនីនៅក្នុងការស្វែងរកប្រាក់ចំណេញអំពីការជួញដូរហាងឆេងមាសនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិផងដែរបាទចាំបងប្អូននៅក្នុងថ្ងៃនេះខ្ញុំសូមប៉ុណ្ណឹងហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាបាទជួបតែសេចក្តីសុខមានសុខភាពល្អនិងរកស៊ីទទួលទានមានបានគ្រប់គ្នានិងគ្រប់ក្រុមគ្រួសារផងដែរបងប្អូនអរគ្នាបាទក៏សូមអរគុណនិងសូមជម្រាបលាផងដែរបាទ